បាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកที่លោកតានិងប្រិមត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាមើលថែគ្រួសារផងនិងមុខជំនួញផងហ៊ិនច័ន្ទនិរ័តដកឃ្លាលែងរួចក៏សម្រេចចិត្តប្រកាសដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយរយៈពេលជិត2ឆ្នាំហើយដែលពិធីការនីល្បីឈ្មោះហ៊ិនច័ន្ទនិរ័តបានផ្អាកពីវិស័យសិល្បៈផ្សេងនិងអាជីពជាពិធីការនីងាកទៅរៀបចំជីវិតឯកជនដែលបានរៀបកសាងគ្រួសារជាមួយស្វាមីយ៉ាងមានក្តីសុខនិងទទួលបានសមាជិកដំបូងជាកូនប្រុសដ៏គួរឲ្យស្រឡាញ់មានអាយុជាង7ខែហើយពេលនេះដែរចំពោះជីវិតគ្រួសាររបស់ពិធីការនីរូបនេះកាន់តែមានក្តីសុខពេញលេញខណៈអ្នកនាងចំណាយពេលវេលាជាមួយគ្រួសារស្វាមីនិងមើលថែកូនប្រុសបណ្ដូលចិត្តដោយផ្ទាល់ដៃបើចាប់អារម្មណ៍លើរូបសម្រស់វិញត្បិតតែអ្នកនាងហ៊ិនច័ន្ទនិរ័តខ្លាចជាអ្នកម៉ាក់គេមែនតែអ្នកនាងពូកែថែសម្រស់នៅតែមានសាច់ឈាមស្រស់ថ្លារីឯរាងក៏នៅស្អាតខ្ញង់មិនចាញ់ក្រមុំឡើយចំណែកជំវិញការងារសិល្បៈក្រោយប្រើពេលសាងគ្រួសារជិត2ឆ្នាំកន្លងមកនេះពិធីការនីហ៊ិនច័ន្ទនិរ័តក៏ពុំធ្លាប់បង្ហើបពីបំណងចង់វិលចូលវិស័យសិល្បៈវិញឡើយដល់ឡែកស្រាប់តែមកដល់ថ្មីនេះក៏បានឃើញវត្តមានរបស់ពិធីការនីហ៊ិនច័ន្ទនិរ័តបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការមួយក្នុងនាមពិធីការនីជាមួយដៃគូចាស់គឺលោកជាវណ្ណរិទ្ធធ្វើឲ្យមហាជនអ្នកគាំទ្រគិតថាអ្នកនាងកំពុងវិលមកបំពេញការងារជាពិធីការនីវិញម្ដងទៀតហើយប៉ុន្តែតាមរយៈវីដេអូរបស់លោកជាវណ្ណរិទ្ធសួរនាំជុំវិញរឿងនេះអ្នកនាងហ៊ិនច័ន្ទនិរ័តក៏បានបញ្ជាក់យ៉ាងខ្លីឲ្យដឹងថាអ្នកនាងបានឈប់ពីអាជីពសិល្បៈនេះហើយបាទហើយអត្ថបទព័ត៌មាននៃខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា